សួស្តីបងប្អូនខ្ញុំមានវីដេអូបង្ហាញពីវិធីសាស្ត្រក្នុងការដែលយើងធ្វើរបងថ្មឲ្យបានលឿនបងប្អូនមានឆ្ងល់ទេហេតុអីបានជាតម្លៃការងារនេះមិនសូវបានថ្លៃហើយនៅតែធ្វើបានចំណេញទៀតអញ្ចឹងនៅក្នុងវីដេអូនេះមានបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការដែលយើងធ្វើឲ្យបានលទ្ធផលចំណេញច្រើនចំណុចដំបូងនោះគឺទាក់ទងជាមួយនឹងសម្ភារៈដែលយើងត្រូវប្រើប្រាស់អញ្ចឹងសម្ភារៈដែលយើងត្រូវប្រើប្រាស់ដូចបងប្អូនឃើញស្រាប់អញ្ចឹងបានទី1គឺមានឥដ្ឋប្រភេទឥដ្ឋប្រហោងទី2បានស៊ីម៉ង់ទី3ខ្សាច់ទី4ថ្មឬក៏ថ្មកាប់ស៊ីអីជាដើមអញ្ចឹងសម្ភារៈទាំងអស់នេះគឺជាសម្ភារៈដែលចូលរួមដើម្បីបង្កើតបានទៅជារបងថ្មដ៏រឹងមាំដំបូងយើងត្រូវជីកដីជើងតាងឲ្យត្រូវនឹងទំហំកម្ពស់របស់របងរបស់យើងហើយយើងមានការបង្ហាប់ជាថ្មកាប់ស៊ីនឹងហើយយើងចាក់ជាបេតុងជើងតាងចាក់សសរតឿសសរជាដើមនិងថ្នឹមក្រវ៉ាត់បន្ទាប់មកជាងក៏ចាប់ផ្ដើមរៀបឥដ្ឋឡើងលើជាបន្តបន្ទាប់ដោយយើងប្រើតែប្រភេទជញ្ជាំងឥដ្ឋដប់ឬក៏គេហៅថាជញ្ជាំងឥដ្ឋមួយជួរដូចនៅក្នុងវីដេអូនេះបងប្អូនបានឃើញពីសកម្មភាពជាងដែលគាត់រៀបឥដ្ឋយ៉ាងស្ទាត់ជំនាញនិងមានរបៀបរៀបរយហើយស្រស់ស្អាតមែនទែនហើយទាក់ទងនឹងការងារឥដ្ឋនេះដែរក្នុងការដែលយើងរៀបចំរៀបបានជាលក្ខណៈក្នុងការដែលយើងធ្វើជាជញ្ជាំងរបងបែបនេះគឺយើងត្រូវស្វានដែកដើម្បីបញ្ចូលទៅក្នុងសសរដើម្បីភ្ជាប់ជាមួយនឹងឥដ្ឋអាចរយៈកម្ពស់4ឥដ្ឋឬក៏5ឥដ្ឋមួយដោយយើងធ្វើវិធីបែបនេះរហូតទាល់តែឥដ្ឋរបស់យើងរៀបដល់គោលដៅផ្នែកខាងលើឬក៏កម្ពស់ដែលយើងត្រូវការនៅក្នុងការងារនេះដែរបងប្អូនបើសិនជាជាងជំនាញរៀបឥដ្ឋបានលឿននោះបងប្អូននឹងចំណេញមួយផ្នែកទៀតហើយមួយវិញទៀតតកតងនឹងសម្ភារៈផ្សេងៗដែលបានប្រើប្រាស់គួរយ៉ាងយើងទុកដាក់ឲ្យបានត្រឹមត្រូវជៀសវាងខូចខាតដោយប្រការណាមួយដូចជាមានមេឃភ្លៀងមានខ្យល់បក់បោកខ្លាំងធ្វើឲ្យសើមឬក៏សម្ភារៈយើងត្រូវខូចខាតដោយគ្រោះធម្មជាតិហើយមួយវិញទៀតគឺការទុកដាក់សម្ភារៈរបស់យើងឲ្យមានប្រសិទ្ធភាពល្អក្នុងការដែលយើងថែទាំនិងយកមកប្រើប្រាស់នៅទីតាំងរបងរបស់យើងជាដើមបងប្អូនឃើញទេនៅក្នុងចន្លោះរបងមួយគឺយើងរៀបជញ្ជាំងយកតែឥដ្ឋមួយជួរទេហើយជាប្រភេទឥដ្ឋប្រហោងទៀតដូច្នោះហើយតកតងនឹងការចំណាយគឺកាត់បន្ថយបានច្រើនមែនទែនហើយតកតងនឹងទំហំសសរក៏យើងធ្វើត្រឹមតែមកកាត់2ទឹកគុណនឹង2ទឹកតែប៉ុណ្ណោះហើយរបងនេះដែរគឺមានកម្ពស់ត្រឹមតែពីថ្នឹមក្រវ៉ាត់មកដល់ផ្នែកខាងលើ2ម៉ែត្រកន្លះតែប៉ុណ្ណោះខ្ញុំគិតថារបងកម្ពស់នេះគឺម៉ូដស្រស់ស្អាតមែនទែនហើយយើងធ្វើជាលក្ខណៈលាតធម្មតាដោយមិនមានម៉ូដអីផ្សេងៗដើម្បីចូលរួមនោះទេព្រោះយើងត្រូវការកាត់បន្ថយការចំណាយឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យការងារនេះគឺធ្វើទៅបានល្អនិងមានការចំណេញបានច្រើននិងសន្សំសំចៃបានខ្ពស់បងប្អូនឃើញទេជាងរៀបឥដ្ឋជំនាញគឺមិនចាំបាច់ចំណាយពេលយូរនោះទេគឺចាប់ដាក់តែម្ដងតែបើជាងគ្មានជំនាញទេបងប្អូនច្បាស់ជាបងខាតច្រើនជាងនេះមិនខានហើយអាចនឹងខាតពេលវេលាទៀតផងនេះជាដែកដែលជាងនឹងស្វានបញ្ចូលនៅក្នុងសសរដើម្បីភ្ជាប់ជាមួយនឹងឥដ្ឋតាមផ្នែកមួយនៅតាមសសរចន្លោះនៅទីតាំងដែលខ្ញុំចង្អុលនេះបងប្អូនអាចនឹងមើលបានហើយចំនួនដែលជាងគាត់ធ្វើនេះគឺត្រឹមត្រូវទៅតាមຂະຫນាតរបស់យើងម្យ៉ាងទៀតយើងលាយកំបោរគួរតែមានដាក់លាយឲ្យបានត្រឹមត្រូវទើបធ្វើឲ្យកាត់បន្ថយការចំណាយនិងចំណេញច្រើនជាងមុន